សួស្តីបងថ្ងៃនេះចង់ចែករំលែកពីការដាក់ពណ៌ហើយនឹងបញ្ចូលសរោមបងនេះខ្ញុំជ្រើសរើសជាមួយនឹងកូដ566និង E455 បងបន្ទាប់មកយើងជ្រើសរើសអុកស៊ីត 9% ហើយជាមួយនឹងប្រេងជាទូទៅខ្ញុំអាចចោលប្រេងទេបងនេះយើងចាប់ផ្ដើមលាបហើយបងអាចមើលបានអញ្ចឹងខ្ញុំចាក់ស្ទប់ស្ដាងបងអញ្ចឹងលាបវារហូតដល់អស់សក់បងឃើញទេចាក់បែបហ្នឹងអញ្ចឹងនេះខ្ញុំអ៊ុតផងខ្ញុំបញ្ចូលសរោមផងបងដោយសារបងមានសំណួរច្រើនថាអ្នកគ្រូសរោម OP ពេលដែលយើងលាបពណ៌ហើយយើងអាចអ៊ុតបានព្រាមអត់អានេះខ្ញុំធ្វើវីដេអូឲ្យបងមើលតែម្ដងបងអាចមើលបានវាគាត់ចង់បានពណ៌សូកូឡាបែកក្រហមបងតែកម្ៅឯងគាត់ចង់បានកម្ៅឯងនេះបន្ទាប់ពីយើងបានរៀបរួចរាល់ហើយយើងធ្វើការឆែកស្ទាប់បែបហ្នឹងតែខ្ញុំអត់ទាន់ដាក់ដល់គល់ទេខ្ញុំឆែកបែបនេះហើយទុករយៈពេល20នាទីបានខ្ញុំដាក់ដល់គល់អញ្ចឹងគល់ខ្ញុំទុកតែ10នាទីទេខ្ញុំធ្វើការលាងចេញហើយបងបន្ទាប់មកបានរួចរាល់ហើយខ្ញុំជ្រើសរើសជាមួយនឹងសរោម OP ហើយសរោមនេះដែរខ្ញុំលាបទុកកន្លះម៉ោងខ្ញុំលាងចេញ20% ផ្លុំគៀបដោយសារគាត់បញ្ចូលយកបែបធម្មជាតិគាត់អត់យកត្រង់ពេកទេបងអាចមើលសាច់សរោមបានមានជាតិ collagen ជួយបណ្ដុះកោសិកាធ្វើឲ្យសរសៃសក់ភ្លឺរលោងមានសំណើមបងណាចាក់វាបែបហ្នឹងរហូតដល់អស់សក់នេះបន្ទាប់មកយើងទុកកន្លះម៉ោងបានធ្វើការលាងចេញ20% ផ្លុំគៀបនេះយើងធ្វើការគៀបឲ្យអត់ស្អិតម៉ាស៊ីនគៀបទេស្រួលបងអាចមើលបានអត់ស៊ីពណ៌ឯងបងអញ្ចឹងយើងដាក់ពណ៌វាអាចឡើង1លេខឬក៏2លេខតែគាត់វាអត់ឡើងខ្លាំងឯងពពួកសរោមហ្នឹងហើយបើសិនជាយើងលាងចេញ20% ទៀតវាអត់ហើបងគឺពណ៌រក្សាបានដដែលនេះគឺបញ្ចូលនេះរីសាលពេលដែលហើយសក់គាត់គឺភ្លឺរលោងមានសំណើមបងណានេះគាត់នៅស្រុកគេអញ្ចឹងតសៃសក់គាត់ក៏ស្ងួតអញ្ចឹងគាត់មកបញ្ចូលសរោមហើយនឹងដាក់ពណ៌ក្នុងពេលតែមួយនេះបងឃើញទេអញ្ចឹងសម្រាប់អ្នកសក់នៅស្រុកគេគឺស្ងួតអញ្ចឹងហើយក៏អរគុណសម្រាប់បងដែលគាត់តែងតែគាំទ្រ